Cáchដំបូងខ្ញុំសូមជម្រាបសួរដល់សាស្ត្រាចារ្យអ៊ុំមិនធឿននៃមុខវិជ្ជា Culture and Civilization ខ្ញុំជានិស្សិតមួយរូបនៃវិទ្យាស្ថានសេដ្ឋកិច្ចក្នុងក្រុម DX2 ដែលថ្ងៃនេះផងដែរពួកខ្ញុំមានសមាជិកចំនួន4នាក់ដូចជាវ៉ាន់មៃសៀង មករាមនីនាថ តាំងគីមជូ និងកច្ឆៃឡាងនឹងលើកយកប្រធានបទមួយមកបកស្រាយដែលមានឈ្មោះថាសិល្បៈរបាំគុណអ្វីក៏ឃើញមុននឹងឈានដល់ការបកស្រាយយើងងាកមកមើលនៅមាតិកាសំខាន់ចំនួន6នៃប្រធានបទជាមុនសិនដែលនៅក្នុងនោះផងដែរមានដូចជាសេចក្តីផ្ដើមប្រវត្តិរបាំខ្មែរប្រភេទនៃរបាំខ្មែរសារៈសំខាន់នៃរបាំខ្មែរបញ្ហាប្រឈមការអភិរក្សនិងការសន្និដ្ឋាន1សេចក្តីផ្ដើមសិល្បៈរបាំខ្មែរគឺជាទម្រង់សិល្បៈបុរាណមួយដែលបានកើតមាននិងអភិវឌ្ឍតាំងពីបុរាណកាលមកម្ល៉េះរបាំខ្មែរមិនមែនគ្រាន់តែជាការរាំកម្សាន្តប៉ុណ្ណោះទេប៉ុន្តែវាជាការបង្ហាញអំពីវប្បធម៌ប្រពៃណីជំនឿទំនៀមទម្លាប់និងអត្តសញ្ញាណជាតិខ្មែរផងដែរតាមរយៈរបាំយើងអាចស្គាល់ពីជីវភាពរស់នៅសង្គមនិងគំនិតរបស់ប្រជាពលរដ្ឋខ្មែរតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ននេះសំអ្វីជាក្សត្រអាអំណាច2ប្រវត្តិនៃរបាំខ្មែររបាំខ្មែរមានប្រវត្តិជាយូរលង់ណាស់មកហើយតាំងពីមុនសតវត្សទី1មកម្ល៉េះព្រោះថាពេលដែលព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាចូលមកខ្មែរមានជំនឿទៅលើអារក្សអ្នកតារួចទៅហើយដោយមានជាការបន់ស្រន់សែនព្រេនផ្សេងទៅតាមតំបន់នានានៃដែនដីកម្ពុជារដ្ឋសិល្បៈរបាំខ្មែរមានភស្តុតាងបង្ហាញនៅលើជញ្ជាំងប្រាសាទបុរាណជាច្រើនជាពិសេសនៅលើប្រាសាទអង្គរវត្តបុព្វបុរសបានបង្កើតនិងអភិរក្សសិល្បៈរបាំនេះក្នុងគោលបំណងដើម្បីប្រើប្រាស់នៅក្នុងពិធីសាសនាពិធីបុណ្យពិធីសូមសេចក្តីសុខនិងការកម្សាន្តនៅសតវត្សទី19របាំព្រះរាជទ្រព្យនេះអាចសម្ដែងសម្រាប់តែព្រះមហាក្សត្រទតែប៉ុណ្ណោះអ្នកនឹងបានឃើញនៅចម្លាក់អប្សរារាប់ពាន់អង្គប៉ុន្តែក្នុងនោះម្ចាស់ក្សត្រីសពព្រះតីផ្ដិតយកអប្សរាមួយអង្គមកធ្វើជាគំរូខ្ញុំរាំជាលើកទី1បំផុតជាអប្សរាចង្វាក់រាំដ៏ល្វត់ល្វន់នៃរបាំអប្សរាក៏មានភាពទាក់ទាញខ្លាំងដែរស្រួលគ្នាថាយើងលើកនេះយើងនឹងធ្វើជារបាំជាកម្មវិធីមួយយើងយកដេសាចម្លងពីដេសារ៉ូដាចំណុចទី3ប្រភេទនៃរបាំខ្មែរប្រភេទនៃរបាំខ្មែរចែកចេញជា3ប្រភេទដែលក្នុងនោះមានដូចជារបាំបុរាណរបាំប្រពៃណីនិងរបាំសម័យរបាំបុរាណគឺជារបាំសម្រាប់រាំថ្វាយដល់ព្រះមហាក្សត្រឬសម្រាប់ថ្វាយព្រះសិវៈក្នុងជំនាន់មុនដើម្បីសុំសេចក្តីសុខជាឆ្ងាយពីគ្រោះធម្មជាតិផ្សេងរបាំបុរាណមានលក្ខណៈយឺតទន់ភ្លន់និងបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅមានដូចជារបាំព្រះរាជទ្រព្យរបាំជើងប៉របាំទេពអប្សរារបាំព្រះថង្គនាគរបាំយីកេរបាំប្រពៃណីគឺជាប្រភេទរបាំដែលរួមបង្ហាញពីអត្តសញ្ញាណនៃប្រពៃណីវប្បធម៌របស់ភូមិស្រុកនីមួយៗដែលប្រជាជនបានរស់នៅរបាំនេះបានបង្ហាញពីបុព្វហេតុផ្សេងៗដែលពួកគេគិតថាជាការរំលឹកគុណនិងដឹងគុណចំពោះអ្វីៗដែលពួកគេបានធ្វើកន្លងមកនៅក្នុងរបាំប្រពៃណីមានរបាំប្រហែលច្រើនជាង30របាំបន្ថែមទៀតនៅក្នុងនោះរបាំនេះមានភាពរស់រវើកសប្បាយរីករាយនិងសាមញ្ញដែលមានដូចជារបាំត្រុដិរបាំគូត្រឡោករបាំគូអង្រែរបាំជ្រូតស្រីរបាំសម័យគឺជារបាំដែលត្រូវបានបង្កើតឡើងដោយភាពច្នៃប្រឌិតរបស់ប្រជាជនជាមួយនឹងសំឡេងដូចតន្ត្រីទំនើបហើយក៏មានការពេញនិយមខ្លាំងពីគ្រប់ស្រទាប់វណ្ណៈផងដែររបាំនេះភាគច្រើនគេតែងនិយមលេងនៅតាមផ្ទះនីមួយៗក្នុងកំឡុងពេលឈប់សម្រាកឬជួបជុំបងប្អូនក្នុងឱកាសផ្សេងៗដើម្បីបង្កើតបរិយាកាសសប្បាយរីករាយជាច្រើនគេសង្កេតឃើញប្រជាជននិយមរាំរបាំប្រជាប្រិយក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរមានដូចជារាំវង់រាំក្បាច់ឡាំលាវសារ៉ាវ៉ាន់កន្ទ្រឹមជាដើម
រួបរួមសាមគ្គីទាំងអង្គជាទីប្រយោជន៍ជាតិចំរានរងប្រឹងរត់ណាព្រានព្រៃប្រឹងស្កាត់ណាប្រើភ័យរត់ណាបាត់លោកអើយព្រានបាញ់ខងម្ដងណានាងណាព្រានបាញ់ខងម្ដងរបាំខ្មែរគឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ជាតិនិងប្រពៃណីជាតិតាមរយៈរបាំយើងអាចធ្វើការសិក្សាស្រាវជ្រាវបន្ថែមអំពីប្រវត្តិសាស្ត្រឲ្យបានកាន់តែស៊ីជម្រៅមួយវិញទៀតសោតរបាំក៏បានជួយបណ្ដុះស្មារតីស្រឡាញ់ជាតិស្រឡាញ់វប្បធម៌និងធ្វើឲ្យយុវជនជំនាន់ក្រោយយល់ដឹងពីតម្លៃមរតកដូនតាដ៏ប្រសើរថ្លៃថ្លាដែលរកអ្វីមកប្រៀបផ្ទឹមពុំបានរបាំក៏ជាមធ្យោបាយមួយក្នុងការផ្សព្វផ្សាយអត្តសញ្ញាណជាតិខ្មែរទៅកាន់ពិភពលោកនិងទាក់ទាញភ្ញៀវទេសចរដែលជាផ្នែកមួយក្នុងការជួយដល់សេដ្ឋកិច្ចជាតិផងដែរបញ្ហាប្រឈមរបស់របាំខ្មែរមានដូចជាឥទ្ធិពលវប្បធម៌បរទេសកង្វះអ្នកបន្តវេនកង្វះគ្រូបណ្ដុះបណ្ដាលកង្វះធនធានខ្វះការលើកទឹកចិត្តការផ្លាស់ប្ដូររបៀបរស់នៅក្នុងសង្គមទំនើបនិងការថតចម្លងខុសច្បាប់ក្នុងការអភិរក្សរបាំខ្មែរយើងត្រូវមានការចងក្រងជាឯកសារបង្កើនការបណ្ដុះបណ្ដាលគាំទ្រសាលាសិល្បៈរៀបចំព្រឹត្តិការណ៍សិល្បៈលើកទឹកចិត្តយុវជនក្នុងការចូលរួមផ្សព្វផ្សាយតាមប្រព័ន្ធ Digital ដូចជា Instagram, Facebook, TikTok និងការគាំទ្រពីរាជរដ្ឋាភិបាលនិងអង្គការសិល្បៈរបាំខ្មែរគឺជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃជាមោទនភាពជាតិដែលបង្ហាញពីភាពរុងរឿងនៃអរិយធម៌ខ្មែរវាមិនត្រឹមតែជាការសម្ដែងសិល្បៈប៉ុណ្ណោះទេប៉ុន្តែជាការឆ្លុះបញ្ចាំងអំពីប្រវត្តិសាស្ត្រជំនឿទំនៀមទម្លាប់និងអត្តសញ្ញាណជាតិខ្មែរដូច្នេះយើងទាំងអស់គ្នាត្រូវតែចូលរួមលើកដង្កើងនិងអភិរក្សសិល្បៈរបាំខ្មែរដើម្បីទុកជាមរតកដល់កូនចៅជំនាន់ក្រោយយកទៅសិក្សាស្រាវជ្រាវបន្ថែមទៀតព្រោះជីវិតខ្ញុំជាជីវិតដែលអាចស្លាប់ហើយរស់មកវិញប៉ុន្តែសិល្បៈមិនអាចស្លាប់បានទេ